Và xưa vô nó thấy bà ngày năng mà chụp mà nhom bà tới đây vô này bà ngày nay trong mình vậy mà cô tiết ông bố ơi bà cứ cô đã có cácประจำสังเวียนนะบอกเนี่ยว่ากูได้เจอมันอาจจะลงบ้านของบอกเนี่ยคือเจอกูไปติดเตะปะจมวยนั่งเป็นกะยาสิ้นของบอกเนี่ยหอยในตั้งปีนี้ปรากฏในขนมประเภทกิโล50 กิโลกรัมของบอกเนี่ยบ่าประกอบปีเป็นกะยาสิ้นเก็บบานออกหลอกในขนมประเภทตำงนหาบุญอะไรนั่นคือออกได้กูมันแต่ในบ่าบองปอนเยาวันสนมปอหอยลางมาหามเปิลมาบ่ามีนกิโลเลนเชอร์อะไรนี่เป็นกะยาสิ้นเก็บบานลางมาโดยเอาไว้ได้บองปอนเยาสนมปอยกูนี่ลูกครูเอวท้องกับบ้านเนี่ยได้ท่าจองมือกาประกวดในตั้งปีนี้ครั้งมันเต้นบ่าจองมือกาประกวดเราเวียงไปติดเตะปะจมวยนังยาซินหนึ่งไอ้ยังปนตรงนี้บ่าตอบมาลูกครูเอวทองกับบ้านเนี่ยท่าว่าสันกูนี่ปักนี่แม่นกอดทางโอปทอมบ่าเลยนั่งกอดบ้านถวยกรรมตามการสัญญาคือกอดบ้านยกตักปรามโอปทอมการจมูกจูบเนี่ยเราบอกกันละก็ตั้งปีนี้คือมันเนี่ย10,000เรียลได้ของปนตรงนี้บ่าจังในตั้งปีถวยการประกวดในขนมไทยโจชนะมาปนตรงนี้บ่าดังแต่ก็กระมันแต่นั่นกูนี่บ่าเยอะมันอาจจะรำลองบ้านเต้บ้านហើយចំពោះការវិភាគរបស់ខ្ញុំក្នុងថ្ងៃនេះបាទខ្ញុំគិតថាគូនេះខ្ញុំអត់ដឹងថាវាយប្រហែលទឹកទេបងប្អូនអត់ដឹងថាវាយ5ទឹកឬក៏3ទឹកទេតែបើសិនជាវាយ3ទឹកខ្ញុំគិតថាការប្រកួតនេះអាចឈ្នះទៅលើពេទ្យទេបងប្អូនគ្នាបាទយើងមិនបាច់និយាយច្រើនទេពេទ្យទេទឹក1ទឹក2គាត់វាយដៃចោលហើយបាទហើយចំពោះយ៉ាស៊ីនខ្ញុំគិតថាអាចនឹងបានទឹក3បាទអញ្ចឹងបើយើងនិយាយឈ្នះបន្ទុវិញគឺបន្ទុអាចនឹងបានទៅលើពេទ្យទេបងប្អូនគ្នាបាទតែបើថាវាយ5ទឹកបងប្អូនគ្នាគឺគូនេះខ្ញុំគិតថាបន្ទុនឹងបានទៅលើយ៉ាស៊ីនបងប្អូនគ្នាដោយសារតែទឹក1ទឹក2បងប្អូនដឹងថាពេទ្យទេគឺគេចាប់ដាក់អស់ស៊ូហើយបាទអស់ស៊ូខ្ញុំគិតថាចូលទឹក3ទឹក4ទឹក5នឹងខ្ញុំគិតថាអាចនឹងយ៉ាស៊ីនវាយវិញបាទគូនេះយ៉ាស៊ីនវាយវិញហើយវាយវិញមិនវាយធម្មតាទេវាយទួហ្មងយើងដឹងថាយ៉ាស៊ីនគឺគេមិនមែនជាកីឡាករវាយបានតែមួយច្រកទេគឺគាត់ដាប់ដៃកែងចង្គង់និយាយទៅមានមកកំ plei ហើយកម្លាំងគេចាប់មកទឹកឲ្យទឹកគឺឡើងទឹកទៀតបាទអញ្ចឹងពេញបឹបបាទហើយចំពោះពេទ្យទេពគឺគេល្អដដើមទឹកទេបាទអញ្ចឹងអាចនឹងទឹក3ទឹក4ទឹក5ហ្នឹងអាចនឹងល្វេតល្វត់ហើយអាចនឹងអស់អាលីងហើយអាចឈរឲ្យយ៉ាស៊ីនវាយបាទអានេះយើងឃើញជាក់ស្ដែងទាំងអស់គ្នាបាទយើងមិនមែននិយាយក្នុងនាមយកមកប្រអាប់កីឡាករមកខាងហើយលើកកីឡាករមកខាងទេបាទខ្ញុំជាអ្នកគ្រប់គ្រងម្នាក់ដែលខ្ញុំស្ថិតនៅកណ្ដាលបងប្អូនគ្នាបាទអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងថាបើសិនជាវាយ3ទឹកគូនេះអាចនឹងអតិទេពធ្វើឲ្យយ៉ាស៊ីនរាប់ទៀតក៏ថាបានដែរបើសិនជាទឹក1ទឹក2យ៉ាស៊ីនបិទអត់ចិត្តឬក៏មានចន្លោះប្រហោងកន្លែងណាហាត់មិនដល់ឬក៏មិនតាន់អាចនឹងសន្លប់របស់កណ្ដាប់ដៃពេទ្យទេពបាទយើងដឹងហើយថាទីទេពទឹក1ទឹក2នេះគឺគេចេញមកដូចព្យុះសមុទ្រចឹងឯងបងប្អូនគ្នាបាទគឺឆ្វេងស្ដាំលើក្រោមបាទបើបិទមិនជាប់ទេអាចនឹង1 2 3 4 5 6 7 8 9បាទអាចនឹង10ចប់សពគ្រប់នឹងនិយាយលេងនេះបងប្អូនបាទអញ្ចឹងខ្ញុំនិយាយដៅចឹងថាបាទ3ទឹកភាគរយឈ្នះបានទៅលើពេទ្យទេពបាទតែ5ទឹកភាគរយឈ្នះបានទៅលើយ៉ាស៊ីនបើសិនជា5ទឹកបាទបងប្អូនយល់ឃើញយ៉ាងណាបាទសូមភ្លេចចូលរួមខមមិនទាំងអស់គ្នានៅក្នុងវីដេអូបាទដើម្បីខ្ញុំចូលទៅមើលទៅខ្ញុំអាចនឹងស្រង់ដឹងថាខាងណាឈ្នះខាងណាចាញ់បងប្អូនយើងឆ្លាញ់ខាងណាខ្លាំងជាងបាទហើយសម្រាប់យ៉ាស៊ីនបាទគឺអាវុធរបស់គាត់ខ្ញុំគិតថាវានៅស្រាលជាងពេទ្យទេពទេដោយសារតែគាត់ធ្លាប់ប្រកួត54អញ្ចឹងនៅពេលដែលគាត់ឡើងមក57ទាំងកម្លាំងកាយនិងកណ្ដាប់ដៃការចាញ់អាវុធគឺវាមិនទាន់ធ្ងន់ដូចគេឈរនៅក្នុងប្រភេទទម្ងន់57នេះស្រាប់ទេអាទិទេពគេឈរនៅក្នុងប្រភេទទម្ងន់នេះគឺយូរហើយបងប្អូនអរគ្នាអញ្ចឹងខ្ញុំគិតថាបើសិនជាយ៉ាស៊ីនបិទមិនល្អឬក៏វឹកហាត់នៅមានកម្រិតនៅឡើយទេខ្ញុំគិតថាគូនេះ1ឬក៏ទឹក2នេះខ្ញុំគិតថាអាចនឹងសន្លប់ឬក៏ត្រូវអាជ្ញាកណ្ដាលរាប់បាទតែបើថាឲ្យបោះបង់ការប្រកួតហ្មងខ្ញុំគិតថាមិនងាយដោយសារយ៉ាស៊ីនគេមិនមែនជាប្រភេទគីឡូមិនមែនជាប្រភេទកីឡាករម្នាក់ដែលវាយដូរបាយទេបាទគឺគេមិនចេះគេហៅថាដេកដួលរមួលផ្សំគ្រិចទេបាទអញ្ចឹងដូចខ្ញុំនិយាយដល់ចឹងបងប្អូនគ្នាបាទគូនេះបើវាយ3ទឹកភាគរយឈ្នះបានទៅលើពេទ្យទេពបាទតែវាយ5ទឹកភាគរយឈ្នះបានទៅលើយ៉ាស៊ីនហើយខ្ញុំមិនទាន់ដឹងថាការប្រកួតនេះវាយប្រហែលទឹកទេបងប្អូនគ្នាអញ្ចឹងហើយទើបបានខ្ញុំនិយាយក្នុងវីដេអូនេះខ្ញុំនិយាយបង្ការទុកមុនបាទហើយបើសិនជាមានកន្លែងណាខុសឆ្គងអីក៏សូមបងប្អូនខន្តីអភ័យទោសដល់រូបខ្ញុំបាទផងបាទហើយវីដេអូយើងក៏មកដល់ទីបញ្ចប់បងប្អូនគ្នាបាទឆ្លៀតឱកាសនេះសូមបងប្អូនជួយ Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងបាទហើយ
វីដេអូយើងក៏មានតែប៉ុណ្ណឹងបងប្អូននេះបាទសូមអរគុណសូមជម្រាបលា